លោកអ្នកប្រកាសជាធ្លាប់ពិសាតែជ្រក់ឬតែក្រូចឆ្មារួចហើយរហូតមានអ្នកខ្លះអត់មួយថ្ងៃមិនបានទៀតផងប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាប្រវត្តិនៃការធ្វើតែជ្រក់នេះពិតជាសោកសៅព្រឺព្រួចនិងសាហាវយង់ខ្នងជាទីបំផុតតែជ្រក់ពីមុនគឺមានតែពណ៌ក្រហមទេគឺវាចេញមកពីសាកសពនិងមានឈាមរបស់ស្ត្រីម្នាក់តែក្រោយមកក៏បន្ថែមស្លឹកតើយដើម្បីឲ្យវាមានពណ៌បៃតងឡើងវិញនិងមិនគួរឲ្យខ្ពើមរអើមជាងមុនវាកើតឡើងដំបូងបង្អស់ក្នុងសម័យកម្ពុជាស្ថិតក្រោមអាណានិគមជប៉ុនឆ្នាំ1943មានប្តីប្រពន្ធ2នាក់ប្រកបរបរលក់ដូរចំណីអាហារនៅតាមថ្នល់ហើយពួកគាត់ទាំង2នាក់ពិតជាស្រឡាញ់គ្នាស្មោះស្ម័គ្រខ្លាំងណាស់ប្តីជាអ្នកលក់នៅតូបលើថ្នល់ឯប្រពន្ធជាអ្នកធ្វើម្ហូបនៅឯផ្ទះតែមានពេលខ្លះស្ត្រីជាប្រពន្ធបានកត់សម្គាល់ឃើញថាប្តីរបស់ខ្លួនមានអាកប្បកិរិយាជ្រៅជ្រះទៅនឹងនារីសំផឹងម្នាក់ដែលធ្វើឲ្យគាត់មានការសង្ស័យយ៉ាងខ្លាំងហើយក៏សម្រេចចិត្តតាមដានទើបបានដឹងថាប្តីរបស់គាត់ពិតជាបានសហាយស្មន់ជាមួយនារីសំផឹងនោះមែនដោយកំហឹងនឹងភ្លើងប្រច័ណ្ឌនារីជាប្រពន្ធបានទៅសួរនាំចំជាមួយនឹងនាងនារីសំផឹងនោះហើយនាងបានប្រកែកដាច់អហង្ការថាមិនបានតាក់ទងអ្វីទេដោយប្រើពាក្យសម្ដីហិង្សាដាក់នារីជាប្រពន្ធទៀតផងដូច្នេះហើយកំហឹងឆេះឆួលខ្លាំងពេកនារីជាភរិយាបានជ្រុលដៃសម្លាប់ស្ត្រីសហាយនោះចោលរួចនាងបានអូសសាកសពចូលទៅក្នុងផ្ទះបាយនៃកន្លែងធ្វើម្ហូបរាល់ដងរបស់នាងភាពផិតភ័យនៅតិចជាងកំហឹងនារីជាភរិយាបានលើកសាកសពស្រីសហាយនោះយកទៅដាក់ក្នុងពាងទឹកមួយនារីជាភរិយាបានចាប់ផ្ដើមគម្រោងអាក្រក់របស់គាត់បន្តទៀតគឺកាប់សាច់សាកសពនោះយកទៅលក់ជាម្ហូបប្រចាំថ្ងៃតែដោយអារម្មណ៍នៅតែខឹងប្តីនិងនាងសហាយនោះគាត់ក៏បានសម្រេចធ្វើភេសជ្ជៈមួយជូនប្តីគាត់ដើម្បីឲ្យប្តីគាត់ភ្លក់នៅរសជាតិនារីសហាយដែលធ្លាប់ហូបកន្លងមកពេលប្តីត្រឡប់មកផ្ទះគាត់បានទទួលផឹកនៅភេសជ្ជៈដ៏ចម្លែកនោះអស់មួយកែវកន្លះទម្រាំតែស្ត្រីជាភរិយាបានទម្លាយការពិតប្រាប់ប្តីថានោះគឺជាទឹកឈាមត្រាំសាកសពស្ត្រីសហាយដែលគាត់បានសម្លាប់ទុកក្នុងពាងហើយព្រមទាំងបង្ហាញសាកសពនិងក្បាលដែលនៅសល់ទៀតផងបុរសជាប្តីហេតុតែជាបុរសមានចិត្តស្ម័គ្រស្មោះនិងស្រឡាញ់ភរិយាខ្លាំងគាត់ក៏បានរិះរកមធ្យោបាយដើម្បីជួយកំទេចសាកសពមនុស្សចោលនិងជួយកុំឲ្យភរិយារបស់គាត់ជាប់ទោសពៃដោយការភ្លក្សភេសជ្ជៈអំបាញ់មិញមានឲ្យជារសឈ្ងុយឆ្ងាញ់ប៉ុន្តែមានក្លិនឆ្អាបពេកនិងភ្លាវឈាមខ្លាំងពេកគាត់ក៏បានរកនឹកឃើញវិធីមួយគឺបានប្រើឈាមសាកសពដែលនៅសល់នោះដោយគ្រាន់តែច្របាច់ក្រូចឆ្មាដើម្បីកាត់ឆ្អាបនិងថែមស្ករបន្តិចដើម្បីឲ្យមានរសជាតិផ្អែមកាន់តែឆ្ងាញ់ហើយក៏សាកល្បងលក់ភេសជ្ជៈថ្មីរបស់គាត់ដែលពេលនោះមានការពេញនិយមយ៉ាងខ្លាំងនៅរសជាតិមួយនេះទើបពួកគាត់ទាំងពីរនាក់បានដាក់ឈ្មោះឲ្យភេសជ្ជៈនេះថាតែក្រូចឆ្មាឬតែជ្រក់តែទោះជាយ៉ាងណាក៏ដោយមិនប៉ុន្មានថ្ងៃផងនគរបាលបានឃាត់ខ្លួនស្ត្រីនិងបុរសដែលមានវត្ថុតាងក្រឡពាងសាកសពមានត្រាំទឹកខ្មេះដើម្បីត្រៀមធ្វើតែជ្រក់សម្រាប់លក់ហើយក៏បានបញ្ជូនឃាតករប្តីប្រពន្ធទាំងពីរនាក់នេះទៅកាត់ទោសតាមផ្លូវច្បាប់